បាក់ព្រាជាភូមិដែលជាប់ជាតំបន់នេសាទមួយនៅក្នុងបឹងទន្លេសាបថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកទស្សនានិងស្វែងយល់អំពីមុខរបរធ្វើត្រីឆ្អើររបស់ប្រជាជនដែលរស់នៅក្នុងឃុំព្រៃចាស់ស្រុកឯកភ្នំភូមិបាក់ព្រាខេត្តបាត់ដំបងទាំងអស់គ្នាបងប្អូនទាំងអស់គ្នាឥឡូវយើងបានមកដល់កន្លែងធ្វើត្រីឆ្អើរហើយបាទអញ្ចឹងចាំមើលទៅទស្សនាថាតើការធ្វើត្រីឆ្អើរចាប់ផ្ដើមធ្វើក្នុងរដូវកាលណាក៏ដូចជាមានរបៀបរបបក្នុងការធ្វើបែបណាអញ្ចឹងតោះយើងទស្សនាទាំងអស់គ្នាជម្រាបសួរបងឈ្មោះអីដែរបងតែខ្ញុំឈ្មោះយ៉ាបងយ៉ាបាទបងនេះបងកំពុងតែធ្វើអ្វីដែរបងធ្វើត្រីឆ្អើរហ្នឹងហើយបងខ្ញុំឃើញការធ្វើត្រីឆ្អើរនេះពិតជាចាប់អារម្មណ៍ខ្លាំងមែនទែនចង់ឲ្យបងជួយរៀបរាប់បាននេះថាតាំងពីចាប់ផ្ដើមមកយើងធ្វើមិនខ្លះបានខ្លាយទៅជាត្រីឆ្អើរបងដំបូងដួសត្រីទៅដាក់ក្បាក់វាយត្រីនេះត្រីយើងចិញ្ចឹមឬក៏ត្រីមិនដែរបងត្រីចិញ្ចឹមត្រីយើងចិញ្ចឹមអាយុកាលប៉ុន្មានបានយកមកធ្វើត្រីឆ្អើរបានមក2ខែទៅ3ខែ2ខែទៅ3ខែចាពេលយើងដួសត្រីហើយយើងធ្វើអីទៀតបងដួសត្រីរួចវាយឲ្យងាប់បាទហើយយើងកាត់ក្បាលរួចដោតបានយកមកដោតចូលចង្កាក់អញ្ចឹងកំពុងរៀបហ្នឹងហ៎ចាដោតរួចយកមកជូតហើយពុតហាលឲ្យស្ងួតជូតហ្នឹងជូតយកជាតិរំអិលវាចេញក៏មិនបងចាឲ្យវាស្ងួតស្រួលពុតអញ្ចឹងចាអញ្ចឹងនៅពេលដែលយើងពុតគឺយើងពុតចេញរូបរាងត្រីអញ្ចឹងទៅហើយយើងហាលឲ្យវាស្ងួតចាចឹងយើងហាលយើងប្រើរយៈពេលប្រហែលដែរបានទ្រាំបានយើងយកទៅដាក់លើឆ្អើរបានមកស្ងួតល្មមជាប់ស្ងួតលើបើសិនមានថ្ងៃខ្លាំងចេះផែ1ម៉ោងនេះស្ងួតទេស្ងួតស្ងួតអាចឡើងឆ្អិនបានបាទអញ្ចឹងមាន process តបានន័យថាតាំងពីចាប់ផ្ដើមមកដួសត្រីដួសអីគឺនេះគឺពាក់កណ្ដាលទេនេះចាពាក់កណ្ដាលទីពាក់កណ្ដាលយើងពុតវាក្នុងមួយថ្ងៃយើងអាចធ្វើបានប្រហែលគីឡូដែរបងក្នុងមួយថ្ងៃតាមត្រីតិចត្រីច្រើនអញ្ចឹងទៀតបាទត្រី500ធ្វើ500 600ធ្វើ600 400ធ្វើ400 600ក្បាលឬក៏មិនទេ600គីឡូ600គីឡូចាអាយយច្រើនណាស់អញ្ចឹងនេះមកចង្កាក់នេះចូលប្រហែល100ក្បាលទេមកចង្កាក់មាន7មាន8មាន6បាទហើយយើងយកទៅដាក់លើចង្អើរនោះរយៈពេលប្រហែលទៅបានវាឆ្អិនល្អខ្លាយទៅជាត្រីឆ្អើរតែម្ដង3ថ្ងៃទៅ4ថ្ងៃ3ថ្ងៃទៅ4ថ្ងៃចាបានស្ងួតទាំងអស់បាទ